លោកជំទាវតើលោកនេះគេល្ងងដូចលោកជំទាវដែរកម្ពុជាគ្រាន់តែជាជនរងគ្រោះនៃអនឡាញរបស់ថៃតែប៉ុណ្ណោះហេតុអីមានតែប្រទេសថៃមួយគត់ដែលមានជើងអាកាសតភ្ជាប់ពីប្រទេសខាងក្រៅចូលមកក្នុងប្រទេសថៃម៉ៃយ៉ាម៉ាឡាវនិងកម្ពុជាគ្មានជើងអាកាសធុនធំហោះត្រង់ចូលមកទេអញ្ចឹងអ្នកឆបោកអនឡាញទាំងប្រមាណត្រូវសម្រួលដោយអាជ្ញាធរថៃទាំងអស់សម្មិត្តចិនអាមេរិកឬអ្នកដទៃទៀតមើលឲ្យច្បាស់កន្លែងនេះកុំយកមកជាមួយនឹងមិត្តចិនហើយមកវាយប្រហារជាមួយកម្ពុជាក៏ធ្វើការជាមួយចិនដែរខ្ញុំចុះហត្ថលេខាបិទអនឡាញតាំងពីឆ្នាំ2019នោះហេតុអីបានលោកជំទាវទម្លាក់បញ្ហានេះមកឲ្យកម្ពុជាបង្វែរបញ្ហាការឈ្លានពានមកកាន់បញ្ហាថាបិទព្រំដែនដើម្បីបក្រាបនៅអក្រិតកម្មអនឡាញលោកជំទាវកុំភ្លេចអនឡាញនៅក្នុងព្រំដែនជាមួយនឹងម៉ៃយ៉ាម៉ាអ៊ីនធឺណិតនិងភ្លើងចេញពីថៃទៅតាអនឡាញនៅឡាវក៏អ៊ីនធឺណិតទៅពីថៃតាកម្ពុជាទទួលផលអាក្រក់ពីថៃតាឥឡូវជើងហោះហើរតែមកពីចម្ងាយកម្ពុជាអត់មានជើងហោះហើរមកពីចម្ងាយទេមកឆ្លងកាត់មកបែងចែកនៅនឹងថៃនឹងតែម្ដងអ្នកណាទៅធ្វើសកម្មភាពក្នុងប្រទេសថៃអ្នកណាទៅឡាវអ្នកណាទៅម៉ៃយ៉ាម៉ាអ្នកណាមកកម្ពុជាសូមឲ្យបរទេសមើលឲ្យឃើញដើម្បីបង្កើតនៅសហប្រតិបត្តិការខ្ញុំបានដាក់ទឿនលោកជំទាវតាមរយៈសារខ្ញុំមួយអបអរសាទរចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញរបស់ថៃហើយខ្ញុំបាននិយាយថាបញ្ហាអនឡាញមិនទាន់ជាប់ទេវាតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការព្រោះពេលនេះខ្ញុំចង់ដាក់ទឿនលោកជំទាវថាការធ្វើម្នាក់ឯងវាមិនគ្រប់គ្រាន់ទេយើងត្រូវសហការគ្នាហើយក្រោយមកយើងបានពិភាក្សាគ្នាហេតុអីបានលោកជំទាវមកទម្លាក់កំហុសឲ្យកម្ពុជាក្នុងពេលដែលប្រទេសលោកជំទាវពោពេញទៅដោយល្បែងអនឡាញដែរនោះហើយជាមជ្ឈមណ្ឌលនៃការចែកចាយរាប់ទាំងការចាប់តារាភាពយន្តរបស់ចិនអញ្ចឹងតើចាប់នៅក្នុងប្រទេសកម្ពុជាឬចាប់នៅក្នុងប្រទេសថៃចាប់នៅក្នុងប្រទេសថៃហើយមិនបានលោកជំទាវមិនយកមកនិយាយឥឡូវសូមឲ្យសារព័ត៌មានខ្មែរចាក់អារឿងអំពើទាំងឡាយដែលកើតក្នុងប្រទេសថៃឲ្យបានពេញទូទៅខ្មែរទាំងអស់ដើម្បីឲ្យថៃមើលវិញតែបានអក្រិតកម្មកើតនៅក្នុងប្រទេសថៃយល់ទេរឿងនេះកម្ពុជាបានធ្វើការអត់ធ្មត់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងអស់គ្នាប៉ុន្តែលោកជំទាវយករួចខ្លួនហើយមកដាក់កំហុសឲ្យកម្ពុជាទទួលយកបានទេលោកជំទាវធ្វើកំហុសធ្ងន់ធ្ងរណាស់បញ្ហានេះលោកជំទាវស្បោះព្រោះឈាមដាក់គេប៉ុន្តែលោកជំទាវភ្លេចថាឈាមនោះវាចេញពីខ្លួនរបស់លោកជំទាវអ្នកណាចិញ្ចឹមក្រុមអក្រិតជននៅតាមព្រំដែនជាមួយភូមិជាមួយម៉ៃម៉ាអ្នកណាចិញ្ចឹមអក្រិតជននៅតាមព្រំដែនឡើយសម្រាប់កម្ពុជាចេះធ្វើលោកជំទាវថាគ្រប់គ្រងអ៊ីនធឺណិតកម្ពុជាបានកាត់ផ្តាច់តាំងពីថ្ងៃមុនថ្ងៃ24លោកជំទាវហើយលោកជំទាវបានសុំទោសខ្ញុំលោកជំទាវគិតតែថាកម្ពុជាទទួលព័ត៌មានខុសប៉ុន្តែនៅពេលដែលមានការបញ្យល់លោកជំទាវបានសុំទោសខ្ញុំអីទេលោកជំទាវអត់ដឹងថាក្រសួងការបរទេសរបស់លោកជំទាវបានប្រមានកម្ពុជាដើម្បីកាត់ភ្លើងកាត់អ៊ីនធឺណិតកម្ពុជាមិនចាំបាច់ឲ្យលោកជំទាវកាត់ទេយើងកាត់មុនខ្ញុំសូមលោកជំទាវសូមប្រជាជនថៃមើលឲ្យច្បាស់ល្បិចមេដឹកនាំរបស់ប្រជាជនថៃយ៉ាងម៉េចខ្ញុំមិនបន្ទើបបាក់គឺថៃទេតែខ្ញុំបន្ទោសតួអង្គដឹកនាំខ្វះការទទួលខុសត្រូវមិនស្មោះត្រង់ជាមួយនឹងប្រជាជនខ្លួនឯងពលរដ្ឋខ្លួនឯងហើយមិនស្មោះត្រង់ជាមួយដៃគូសន្តិភាពទៀតបើពលរដ្ឋខ្លួនឯងមិនស្មោះត្រង់ជាមួយផងតើយើងជឿទុកចិត្តតែមិនទៅបាននឹងបញ្ហាអនឡាញជប់ព្រោះឈាមដាក់គេទៅយើងចង់ស្វែងរកការប្រតិបត្តិការដើម្បីធ្វើឲ្យព្រឹកភ្នែករបស់គ្នា